ពេលខែប្រាំងគឺតែងឮសត្វត្រីយំជ្រេកច្រាចហ្នឹងនេះហើយបងប្អូននេះគឺជាសត្វត្រីនឹងឯងប៉ុន្តែវាមិនមែនជាមេធំទេវាជាកូនដែលទើបតែញាស់ដើមខែ2ដល់ដើមខែ3អីហ្នឹងគឺសម្បូរត្រីញាស់ហើយពេលវាញាស់មកថ្មីអញ្ចឹងគេដើរចាប់ហើយគេចាប់យកមកអញ្ចឹងទៅលីងឬក៏យកធ្វើម្ហូបអីផ្សេងទៀតបានហើយក៏គេចាប់បានច្រើនគេលក់គេអីអញ្ចឹងណាហើយលក់បានថ្លៃទៀតបងប្អូនខ្ញុំទិញបាន2គីឡូដែរហើយលីងខ្លះទុកខ្លះកូនត្រីនេះធម្មតាគេស្រុះម្ដងហើយបានគេដាក់លក់អញ្ចឹងហើយពេលយើងទិញមកយើងមកដល់ផ្ទះលាងហើយដាក់ស្រុះឲ្យយូរម្ដងទៀតទៅបានយកមកលីងខ្ញុំស្រុះមកពុះយូរដែរវាឲ្យបានស្រង់ចេញមកយកមកលីងឲ្យស្ងួតទឹកសិនបានយើងដាក់ខ្លាញ់ចូលឬក៏អាចយកទៅបំពងក៏បានដែរប៉ុន្តែខ្ញុំចូលចិត្តលីងជាងពេលលីងទៅវានៅសាច់ទន់វាមានសាច់ញ៉ាំតែបើយើងបំពងវាទៅជាលក្ខណៈស្រួយអញ្ចឹងវាខ្ញុំអត់សូវចូលចិត្តតែបើថាបងប្អូនចូលចិត្តអាចយកទៅបំពងក៏បានដែរបងខ្ញុំគាត់អង្គុយលីងឡើងយូរបន្ទាប់មកបានដាក់ខ្លាញ់លីងទៀតឡើងយូរនិយាយទៅគឺឆ្អិនក្រៀមមកស្រួយអញ្ចឹងណាបងប្អូនហើយបានយកមកក្លុកជាមួយគ្រឿងហើយគ្រឿងវិញគឺអត់មានអីច្រើនទេមានតែស្ករ1ស្លាបព្រារ៉តឌី1ស្លាបព្រាហើយម្ទេសក្រៀមម្ទេសម៉ដ្ឋយើងហ្នឹង1ស្លាបព្រាដែរឬក៏ច្រើនជាងហ្នឹងបើបងប្អូនចូលចិត្តហឹរហើយនឹងទឹកស៊ីអ៊ីវនោះ1ស្លាបព្រាកន្លះបើបានពងខ្ទឹមសដាក់ទៀតរឹតតែឈ្ងុយទៀតប៉ុន្តែខ្ញុំអត់បានពងដាក់ទេហើយខ្ញុំដាក់ទៅដើមខ្ទឹមហ្នឹងណាបងប្អូនដាក់ដើមខ្ទឹមក៏ឈ្ងុយដែរពេលយើងដាក់គ្រឿងចូលរួចហើយយើងគ្រាន់តែកូរវាឲ្យសព្វទៅឬក៏ក្លុកក៏បានដែរខ្ញុំកូរផងខ្ញុំក្លុកផងជោគឆាឲ្យវាចូលជាតិឲ្យសព្វផងដល់ពេលវាចូលគ្រឿងសព្វហើយដាក់ស្លឹកខ្ទឹមរោយពីលើឬក៏ដាក់ស្លឹកខ្ទឹមមកហើយចាំក្លុកក៏បានដែរចារួចរាល់ហើយប៉ុណ្ណឹងអាចញ៉ាំមួយជាក់បានហើយដូចខ្ញុំខ្ញុំអង្គុយតេស្តលេងអស់មួយចានដែរបងប្អូនមិនដំបូងខ្ញុំអត់ហ៊ានញ៉ាំណាកាលឆ្នាំមុនបងខ្ញុំគាត់យកមកឲ្យសាកអញ្ចឹងទៅខ្ញុំអត់ហ៊ានញ៉ាំទេឮតារីហើយវាថ្មីពេកធ្លាប់តែញ៉ាំចរិតញ៉ាំកាដូបដល់ពេលឮតារីឆ្ងាញ់ណាអត់ហ៊ានទេដល់ពេលបានភ្លក់ញ៉ាំដល់ឆ្នាំនេះដល់ខែគឺកំងគេយកហ្មងព្រោះកូនត្រីនេះវាមានខែរបស់វាខែដើមខែ2ដល់ដើមខែ3ហ្នឹងគឺវាចាប់ផ្ដើមញាស់ហើយតែបើថាផុតខែវាហើយគឺវាសកវាអីហើយវាចាស់ទៅវាមានស្លាបមានអីអត់ឆ្ងាញ់ទេតែនេះវាស្តៀងដុកឌឺអញ្ចឹងណាបងប្អូនរសជាតិគេឆ្ងាញ់ណាបងប្អូនខ្ទិះពេលយើងញ៉ាំទៅខ្ទិះហើយរាងទន់ស្រួយចូលគ្នាទៅពេលយើងញ៉ាំពីមួយទៅមួយទៅវាចេះតែញ៉ាំជាប់មាត់រហូតរសជាតិគេម្យ៉ាងម្នាក់ពីកាដូបចរិតអីអញ្ចឹងទៅតែគ្រាន់ថាវារាងខ្ទិះណាមិនដឹងថាពុកម៉ែបងប្អូនធ្លាប់ញ៉ាំអត់ទេនេះហើយបើសិនជាបងប្អូនណាធ្លាប់ញ៉ាំក៏មិនមួយមកហើយបើបងប្អូនណាអត់ធ្លាប់ញ៉ាំទេខ្លាចឬយ៉ាងម៉េចអីឲ្យខ្ញុំសុំទោសផងព្រោះអីដោយសារតែជាទូទៅខ្ញុំឃើញគេលក់ទីផ្សារដែរហើយនឹងឃើញគេធ្លាប់ឃើញគេលីងលក់អីអញ្ចឹងដែរតែគាត់ថាខ្ញុំអត់ដែរសាកតែលើកនេះខ្ញុំបានសាកខ្ញុំត្រូវមាត់ខ្ញុំជាប់មាត់គឺខ្ញុំយកមកធ្វើខ្លួនឯងអញ្ចឹងដោយសារយើងធ្វើខ្លួនឯងយើងបានសម្អាតស្អាតហើយយើងដាក់រសជាតិឲ្យត្រូវមាត់យើងទៀតអរគុណច្រើនជម្រាបលាបាយបាយ